គេរស់បែបគេយើងរស់បែបយើងជីវិតយើងរាល់ថ្ងៃយើងមិនចាំបាច់ទៅកប់គុណចិត្តអ្នកណាទេយើងធ្វើមិនគិតថាសំរុំល្អសំប្រកបសម្រាប់យើងធ្វើចឹងទៅដោយសឡមួយឆ្នាំងនេះចឹងយើងមិនអាចតម្រូវចិត្តមនុស្សពីរបីនាក់បានទេអ្នកខ្លះគេហូបប្រៃអ្នកខ្លះគេហូបសាបអ្នកខ្លះគេហូបផ្អែមអ្នកខ្លះគេហូបជូរអញ្ចឹងជីវិតមនុស្សយើងក៏ចឹងដែរយើងគិតថាយើងធ្វើប៉ុណ្ណាល្អត្រឹមត្រូវយើងធ្វើចឹងទៅកុំឲ្យតែយើងដើរផ្លូវខុសទៅបានហើយហើយមិនចាំបាច់ទៅគប់គុណចិត្តអ្នកណាទេធ្វើអ្វីដែលខ្លួនឯងចង់ធ្វើអ្វីដែលធ្វើឲ្យខ្លួនឯងសុខចិត្តកុំឡាយតែគប់គុណចិត្តអ្នកដទៃគេជាគេយើងជាយើងធ្វើមិនយើងគិតថាល្អយើងធ្វើចឹងទៅបើយើងឡាយតែរវល់តែគប់ចិត្តគេវាអាចធ្វើឲ្យខ្លួនឯងមានសម្ពាធថ្ងៃដែលយើងជោគជ័យมันខ្វះទេអ្នកដែលស្គាល់យើងតែបើថាថ្ងៃណាមួយយើងធ្លាក់ខ្លួនបរាជ័យគ្មានអ្នកណាគេស្គាល់យើងទេពួកអីគេខ្លាចយើងទៅខ្ចីលុយគេខ្លាចយើងនាំຕົកឲ្យគេអញ្ចឹងយើងខំប្រឹងខ្លួនឯងទៅបើចង់ឲ្យខ្លួនឯងជោគជ័យកុំរំពឹងថាអ្នកដទៃគេជួយយើងឲ្យជោគជ័យមានតែខ្លួនយើងទេដែលប្រឹងទៅបានជោគជ័យ